Bạn chẳng đượcក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបដាក់រូបភាពចូល bumper របស់យើងអូខេអញ្ចឹងយើងចូលមកត្រង់កន្លែង material របស់យើងបាទហើយយើងអឺបង្កើតនៅ material មួយបាទបន្តមកទៀតយើង double click ទៅលើវាហើយយើងមកមើលនៅត្រង់កន្លែង color នេះបាទបន្តមកយើងមើលត្រង់កន្លែង texture នេះយើងចុចនៅត្រង់ចំណុចនេះអញ្ចឹងវាទៅរករូបភាពដែលយើងត្រូវការយកមកដាក់បាទអញ្ចឹងខ្ញុំដាក់រូបភាពអង្គរវត្តនេះអញ្ចឹងយើងចុចទៅលើវាទៅហើយយើងចុច open មកអូខេអញ្ចឹងពេលបានប៉ុណ្ណឹងហើយខ្ញុំដោះ reflection ចេញអូខេបន្តមកទៀតយើងចូលមកត្រង់ view port នេះហើយយើងមើលនៅត្រង់កន្លែង default នេះបាទអញ្ចឹងយើងអាចរើសបានឥឡូវខ្ញុំយក2048គុណ2048នេះចុះណាបាទអញ្ចឹងតែប៉ុណ្្នឹងទេបន្ទាប់មកយើងខ្វែងវាចោលទៅអូខេបន្ទាប់មកទៀតយើងមកចាក់នៅលើ image របស់យើងកាលពីវីដេអូមុនគឺខ្ញុំបានបង្ហាញអ្នកនរគ្នារួចហើយពីរបៀប split វាមួយទៀតអូខេអញ្ចឹងខ្ញុំលុបវាចេញបាទខ្ញុំលុប color ដែលខ្ញុំបានចាក់មុនហ្នឹងបន្ទាប់មកខ្ញុំយក material ដែលខ្ញុំបានបង្កើតមិញហ្នឹងខ្ញុំយកមកដាក់មកអូខេអញ្ចឹងពេលដែលបានមកបែបនេះអ្នកនរគ្នាឃើញវាយើងបញ្ច្រាស់ជើងណាបាទអញ្ចឹងយើងម៉ៅស្ដាំទៅលើវាមួយយើងក៏ចុចម៉ៅស្ដាំទៅលើវាយើងយកពាក្យថា fit to object បន្តមកទៀតយើងចូលមកត្រង់កន្លែងនេះហើយយើងយក cubic អញ្ចឹងវានឹងត្រឡប់ឡើងទៅលើយើងវិញហើយបាទហើយយើងធ្វើការ render view មើលទៅអូខេឥឡូវយើងចាក់រូបភាពបានហើយឥឡូវយើងធ្វើការ render បញ្ចេញសម្រាប់ការ render បញ្ចេញអ្នកនរគ្នាចូលមកត្រង់កន្លែងនេះបាទបន្តមកទៀតអ្នកទាំងអស់គ្នាចូលមកកាន់ត្រង់កន្លែង output នេះអញ្ចឹងយើងរើសទំហំមកហើយទៅតកតងទៅនឹងទំហំអូខេអញ្ចឹងខ្ញុំយកកម្រិត Full HD ហើយ resolution ខ្ញុំដាក់វា300អូខេបន្តមកទៀតយើងមើលត្រង់កន្លែង anti នេះគឺខ្ញុំយកវា best បាទហើយខ្ញុំដាក់ effect មួយបាទយើងចុចទៅលើ effect ហើយយើងយក ambient បាទអញ្ចឹងខ្ញុំដាក់នៅលើខ្ញុំដាក់ ambient នឹងមួយបាទដោយសារ ambient នៅពេលដែលខ្ញុំដាក់រួចហើយអញ្ចឹងវាបានរត់មកលើឥឡូវខ្ញុំលុបវាចេញសិនអូខេអញ្ចឹងខ្ញុំចូល effect ហើយនេះអញ្ចឹងវាមានពាក្យ ambient អញ្ចឹងខ្ញុំដាក់ ambient បន្តមកទៀតខ្ញុំខ្វែងវាចេញទៅហើយអូ sorry យើងចូលមកត្រង់កន្លែង save នេះយើងចូលមកត្រង់កន្លែង save យើងមើលនៅត្រង់កន្លែងចំណុចនេះអញ្ចឹងយើងរើសនៅកន្លែងទុកឥឡូវខ្ញុំដាក់នៅក្នុង logo នេះចុះហើយខ្ញុំដាក់ថា logo ដែលចុះតបមកខ្ញុំ save អូខេបន្ទាប់មកនៅត្រង់កន្លែង format យើងអាចរើសវាបានយើងរើសជា file JPG ក៏បានឬក៏ PNG ក៏បានឬក៏ PSD ក៏បានអូខេឥឡូវខ្ញុំរើសយកជា file នេះបន្តមកទៀតអញ្ចឹងយើងអត់មានត្រូវ text អីទៀតទេបើសិនជាអ្នកនរគ្នារើសជា file PNG អ្នកនរគ្នាត្រូវ text អាពីរនេះបាទដើម្បីជា file PNG ប៉ុន្តែខ្ញុំយកជា file រូបភាពអញ្ចឹងខ្ញុំអត់ text ទេខ្ញុំដោះ text វាចេញអូខេអញ្ចឹងតែប៉ុណ្្នឹងទេបន្ទាប់មកយើងធ្វើការ render វាចេញទៅបាទអូខេអញ្ចឹងវាបាន render បញ្ចេញហើយឥឡូវយើងទៅមើលរូបភាពយើងទាំងអស់គ្នាបាទនេះជារូបភាពដែលយើងបាន render បញ្ចេញមិញបាទអរគុណច្រើនអ្នកទាំងអស់គ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយ